Bà sống sạc cũng một cạnh vị tụ bọc nhóm bạn là không vị tụ ní nhóm lực dọc bị xạ mà mát một hán và thả tớ bị xạ mà mát ní mình ạch tình đi đủ mà đích vậy tới chỉ xạ mà mát mình đây dạng na thì pra vì dạng mạch bà phải tam bạch chân nụ crom khmái bị xạ mà mát ní khả bị chỉ niệm mà mình đây tha tùm hung rục riêng pon khní miết pon khníគឺមានន័យថាទំហំរូបរាងតែប៉ុនគ្នាឬក៏ថាស្មើគ្នាណាយើងនិយាយឲ្យងាយយល់ម៉ាស់មៀតអ្វីមួយដែលប៉ុនគ្នាឬសមមាត្រគ្នាបាទន័យមួយទៀតពាក្យសមមាត្រនេះមានន័យថាការឬក៏អ្វីមួយដែលសមឬដែលល្មមនឹងការមួយទៀតឬទៅនឹងរបស់មួយទៀតបាទយើងហៅថាសមមាត្រដែរបាទន័យថាដំណើរត្រូវຂະຫນາດគ្នាឬក៏សមគ្នាអញ្ចឹងណាបាទអញ្ចឹងរបស់អ្វីមួយដែលសមល្មមទៅនឹងរបស់មួយទៀតបាទនេះថាវាសមមាត្រគ្នាឬក៏ថាដូចគ្នាប៉ុនគ្នាជាអត្ថន័យរបស់ពាក្យសមមាត្របាទអញ្ចឹងជារួមមកពាក្យសមមាត្រនេះគឺសំដៅទៅលើទំហំរូបរាងណារបស់អ្វីមួយដែលប៉ុនគ្នាឬក៏អ្វីមួយដែលសមល្មមទៅនឹងអ្វីមួយផ្សេងទៀតបាទន័យថាវាសមមាត្រគ្នាបាទមួយទៀតពាក្យសមមាត្របើយើងប្រើនៅក្នុងវិស័យគណិតវិទ្យាសមមាត្រយើងនិយាយតាក់ទងទៅនឹងសមីការមួយបង្ហាញពីផលធៀបដែលសមមូលនឹងគ្នាឲ្យមានទម្រង់ទូទៅគឺសមមាត្រពាក្យសមមូលនៅពេលនេះមានន័យថាដែលមានតម្លៃស្មើគ្នាឬក៏ដែលមានតម្លៃដូចគ្នាអញ្ចឹងពាក្យសមមាត្រដែលយើងប្រើនៅក្នុងផ្នែកគណិតវិទ្យាពាក្យនេះមានន័យថាគឺនិយាយពីផលធៀបនៃសមីការណាដែលសមមូលនឹងគ្នាណាក៏មានតម្លៃស្មើគ្នាអាហ្នឹងគឺសមមាត្រA លើ B ឬយើងនិយាយស្មើនឹង C លើ D នេះគឺវាសមមាត្រគ្នាណាអញ្ចឹងការប្រើប្រាស់ពាក្យសមមាត្រនៅក្នុងគណិតវិទ្យាគឺស្មើនឹងពាក្យសមមូលណាន័យថាវាមានតម្លៃស្មើគ្នាឬក៏មានតម្លៃដូចគ្នាឬក៏យើងថាស្មើគ្នាតែម្ដងអញ្ចឹងណាគឺបើយើងយកសញ្ញាមកប្រើគឺយើងដាក់សញ្ញាស្មើអញ្ចឹង A លើ B ស្មើនឹង C លើ D ន័យថាសមមាត្រផលធៀបនៃសមីការដែលសមមូលនឹងគ្នាបាទនេះគឺជាឧទាហរណ៍បាទការពារជាធម្មមានរូបបាទត្រូវមានសមមាត្ររវាងវិធីការពារនិងកម្រិតនៃអំពើបំពានបាទហ្នឹងគឺសមមាត្របាទពាក្យធម្មមានរូបនេះមានន័យថាដែលសមគួរដែលស្របទៅតាមឬក៏ដែលសមរម្យត្រឹមត្រូវតាមច្បាប់ធម្មមានរូបអញ្ចឹងតកតងទៅនឹងវិធីការពារត្រូវសមមាត្រទៅនឹងកម្រិតនៃអំពើបំពានអញ្ចឹងបើកម្រិតនៃអំពើបំពានហ្នឹងវាមានទំហំកម្រិតណាយើងត្រូវតែមានវិធីការពារនៅក្នុងទំហំឬក៏កម្រិតហ្នឹងហើយឲ្យវាសមមាត្រគ្នាណាសមស្របទៅនឹងគ្នាឧទាហរណ៍មួយទៀតដូចជាតនកម្មដែលតុលាការបានផ្តន្ទាទោសនេះមានសមមាត្រទៅនឹងអំពើដែលជននោះបានប្រព្រឹត្តហើយបាទគឺសមរម្យទៅនឹងអំពើនោះហើយអញ្ចឹងកម្រិតនៃការផ្ដន្ទាទោសទៅលើអំពើល្មើសច្បាប់ដែលជនណាម្នាក់បានប្រព្រឹត្តនៅអំពើខុសច្បាប់ណាមួយអញ្ចឹងការដាក់ទណ្ឌកម្មឬក៏ផ្ដន្ទាទោសលើជននោះវាត្រូវសមមាត្រទៅនឹងកម្រិតនៃអំពើឬក៏ទម្ងន់ទោសដែលជននោះដែលបានប្រព្រឹត្តណាមួយទៀតបាទសមីការមួយសមមាត្រគ្នាដូចជា A លើ B ស្មើនឹង C លើ D នេះគឺសមមាត្រនេះយើងប្រើប្រាស់នៅក្នុងគណិតវិទ្យាណាបាទនេះគឺជាអត្ថន័យរបស់ពាក្យសមមាត្របាទមានន័យបែបហ្នឹងបាទអញ្ចឹងនៅក្នុងវីដេអូរបស់ខ្ញុំនេះគឺមានតែប៉ុណ្្នឹងបាទ